គឺថ្ងៃនេះគឺរ៉ាទីមកបង្ហាញរូបភាពមួយរូបដែលរ៉ាទីបានថតជាមួយប្អូនប្រុសសង្ហាម្នាក់នេះអីចឹងណាបងប្អូនអ្នកនរគ្នាហើយបងប្អូនឃើញរូបភាពប្អូនប្រុសថតជាមួយខ្ញុំនឹងគឺខ្ញុំថតជាមួយប្អូនប្រុសហ្នឹងគឺកុំយល់ច្រឡំថាគាត់ហើយនឹងខ្ញុំគឺអីនឹងគ្នាណាបងប្អូនអ្នកនរគ្នាគឺមិនមែនទេគាត់ហើយនឹងខ្ញុំទើបស្គាល់គ្នាពេលនោះបងប្អូនអ្នកនរគ្នាកាលនោះគឺខ្ញុំនៅថតបងប្អូនអ្នកនរគ្នាហើយឥឡូវគឺវាស្គមអីចឹងណាបងប្អូនអ្នកគ្នានិយាយទៅខ្ញុំមើលរូបខ្លួនឯងពីមុនទៅវាខុសប្លែកខ្ញុំមើលមានចង់ស្គាល់ណាបងប្អូនអ្នកនរគ្នានិយាយទៅបងប្អូននៅរូបភាពថតនេះគឺថតនៅភ្នំមួយមានឈ្មោះថាភ្នំបល័យនិយាយទៅបងប្អូនអ្នកនរគ្នាខ្ញុំទៅលេងភ្នំបល័យហ្នឹងបងប្អូនអ្នកនរគ្នាស្រាប់តែខ្ញុំទៅលេងភ្នំបល័យនឹងភ្លាមខ្ញុំទៅដល់កំពូលលើភ្នំនឹងភ្លាមស្រាប់តែខ្ញុំដើរថតរូបចុះឡើងខ្ញុំអត់ដឹងថាបងប្អូនប្រុសម្នាក់ទៅលេងភ្នំនឹងដែរអញ្ចឹងណាបងប្អូនអ្នកនរគ្នាស្រាប់តែខ្ញុំបានដើរថតខ្ញុំក៏ឡែកឃើញបងប្អូនប្រុសម្នាក់ហ្នឹងអង្គុយម្នាក់ឯងអីចឹងណាបងប្អូនអ្នកគ្នាហើយខ្ញុំសុំរាប់អានជាមួយគាត់អីចឹងទៅពីដំបូងខ្ញុំអត់ទាន់និយាយថាសុំរាប់អានជាមួយគាត់ទេបងប្អូនអ្នកគ្នាពីដំបូងខ្ញុំបាននិយាយជាមួយគាត់ថានៅណាដែរអីចឹងណាហើយគាត់សួរថានៅនេះនៅនោះអីចឹងគាត់នៅក្បងឃ្មុំអីចឹងទៅនិយាយទៅមិនដឹងថាគាត់នៅក្បងឃ្មុំឬមួយក៏នៅណានេះយូរខ្ញុំភ្លេចអីចឹងណាបងប្អូនអ្នកគ្នាព្រោះភាសាវាយូរអីចឹងណាបងប្អូនអ្នកគ្នាហើយពេលហ្នឹងបងអូនប្រុសម្នាក់ហ្នឹងចាប់ដាំអឹមអៀនអីចឹងណាបងប្អូនអ្នកនរគ្នាហើយអ្វីបានបងអូនប្រុសម្នាក់ហ្នឹងពេលហ្នឹងចាប់ដាំអឹមអៀនខ្ញុំអីចឹងណាបងប្អូនអ្នកគ្នាព្រោះសារបងអូនប្រុសម្នាក់ហ្នឹងក៏លើខ្ញុំសួរថានៅណានៅខេត្តណាដែរហើយមកលេងម្នាក់ឯងឬមួយក៏មកលេងគ្នាច្រើនអីចឹងណាបងប្អូនអ្នកនរគ្នានិយាយទៅពេលនោះគឺគាត់មកលេងគ្នាច្រើនទេគាត់មកលេងតែម្នាក់ឯងអីចឹងណាបងប្អូនអ្នកនរគ្នាហើយពេលហ្នឹងគឺយូរហើយបងប្អូនអ្នកនរគ្នាគាត់មានគ្នាដើរលេងជាមួយអីចឹងទៅខ្ញុំលើអញ្ចឹងខ្ញុំសុំរាប់អានជាមួយគាត់អីចឹងទៅថតរូបជាមួយគ្នានៅលើភ្នំ selfie ជាមួយគ្នាចុះឡើងអីចឹងណាបងប្អូនអ្នកនរគ្នាហើយពេលនោះថតទូរស័ព្ទខ្ញុំផងថតទូរស័ព្ទគាត់ផងអីចឹងណាបងប្អូនអ្នកនរគ្នាហើយទូរស័ព្ទខ្ញុំពេលនោះវាអត់សូវច្បាស់ទេបងប្អូនអ្នកនរគ្នាហើយពេលនោះជំនាន់នោះគឺខ្ញុំប្រើទូរស័ព្ទឡើងកាចាងបងប្អូនអ្នកនរគ្នាហើយទូរស័ព្ទប្រើទៀតថតអត់សូវច្បាស់ទៅបងអូនប្រុសម្នាក់ហ្នឹងចាប់ដើមទាញទូរស័ព្ទគាត់ហ្នឹងគឺថតទូរស័ព្ទគាត់អីចឹងណាគាត់សួរថាបងឯងបើចាំថតទូរស័ព្ទបងឯងទេព្រោះសារចាំខ្ញុំថតឲ្យហ្មងចាំខ្ញុំផ្ញើយកទៅឲ្យហ្មងអីចឹងណាបងប្អូនអ្នកនរគ្នាបងប្អូនសាប់យល់យកហ្នឹងទេបងប្អូនអ្នកគ្នាព្រោះសារនិយាយលឿនអីចឹងណាបងប្អូនអ្នកគ្នាហើយនាំគ្នាចោះពីលើភ្នំអីចឹងទៅថតនៅវត្តភ្នំតូចហ្នឹងនៅចិត្តគៀកភ្នំបល័យហ្នឹងបងប្អូនអ្នកគ្នាគ្រាន់តែចោះពីលើភ្នំបល័យភ្លាមចុះមកដល់ក្រមគ្រាន់តែដើរវត្តចំជីម៉ូតូវត្តចំជីអីទេបងប្អូនអ្នកគ្នាដើរបានមួយផ្លែតឡើងទៅដល់វត្តភ្នំតូចភ្លាមឲ្យបងប្អូនអ្នកគ្នាទៅថតរូបជាមួយគ្នានៅលើវត្តភ្នំតូចអីអញ្ចឹងទៅបងប្អូនអ្នកគ្នាហើយពេលហ្នឹងខ្ញុំបង្ហោះរូបហើយម្នាក់បងប្អូនគេខ្លះថាគាត់ហើយនឹងខ្ញុំជាសង្សារនឹងគ្នាស្រឡាញ់គ្នាអត់ទេដូចខ្ញុំនិយាយបញ្ជាក់ដដែលអញ្ចឹងព្រោះដោយសារចេះគាត់ហើយនឹងខ្ញុំមិនមែនជាសង្សារនឹងខ្ញុំទេហើយចង់និយាយថាចេះគាត់ហើយនឹងខ្ញុំគឺជាមិត្តភក្តិនឹងគ្នាទេទៅរាប់អានជាមួយគ្នាដូចខ្ញុំនិយាយបញ្ជាក់ទៅដល់បងប្អូនអ្នកទាំងគ្នាពេលខ្ញុំនិយាយនៅលើភ្នំបល័យអញ្ចឹងណាខ្ញុំឃើញពីដំបងអីចឹងទៅខ្ញុំឃើញគាត់ដើរលេងម្នាក់ឯងឡើងលេងម្នាក់ឯងអត់មានគ្នាអញ្ចឹងណាហើយខ្ញុំសុំគាត់រាប់អានអីចឹងទៅហើយខ្ញុំបានលោកដៃចាប់ដៃគ្នារាប់អានគ្នាអីចឹងទៅមិនមែនជាសង្សារនឹងគ្នាទេបងប្អូនអ្នកទាំងគ្នាស្រាប់តែថតនៅលើភ្នំបល័យជាច្រើនរូបអស់ហើយចុះពីលើភ្នំបល័យឡើងលើភ្នំតូចថតនៅលើវត្តភ្នំតូចទៀតបានច្រើនរូបទៀតនិយាយទៅទូរស័ព្ទគាត់ច្រើនរូបបងប្អូនអ្នកទាំងគ្នាទូរស័ព្ទខ្ញុំវាអត់សូវច្រើនរូបព្រោះសារគាត់ទៅផ្ញើខ្ញុំអញ្ចឹងណាពេលនោះអញ្ចឹងណាទូរស័ព្ទខ្ញុំវាអត់សូវច្បាស់ទេដូចខ្ញុំជាបញ្ជាក់មកដល់អញ្ចឹងណាបងប្អូនអ្នកទាំងគ្នាចុះពីលើវត្តភ្នំតូចថតរូបរួចអស់ជិះម៉ូតូគាត់ណាដើរលេងកន្លងចុះឡើងកន្លងវត្តភ្នំប្រុសភ្នំស្រីអីចឹងទៅឃើញផ្លែបឌីបងប្អូនអ្នកនរគ្នាចោះនាំគ្នាបេះបឌីទៅនិយាយទៅបងប្អូនអើយផ្លែបឌីពេលនោះបងប្អូនអ្នកនរគ្នានាំគ្នាជិះកន្លងចុះឡើងខ្ញុំបានងាកឆ្វេងងាកស្ដាំខ្ញុំឃើញផ្លែបឌីបងប្អូនអ្នកនរគ្នាហើយខ្ញុំបានប្រាប់គាត់ថាចេះថាអូនាំគ្នាជប់សិននៅផ្លែបឌីតានាំគ្នាឈប់ម៉ូតូដាក់ចូលម៉ូតូឲ្យស្រួលបួសសិនណានាំគ្នាចោះដើរទៅបេះផ្លែបឌីមើលបលាផងចាំមុតបលាមិនបងប្អូនអ្នកនរគ្នាហើយខ្ញុំបានប្រាប់គាត់ថាចេះថាទុកម៉ូតូឲ្យស្រួលបួពេលនោះខ្ញុំប្រាប់ចឹងណាហើយប្រយ័ត្នគេលួចបាត់អីចឹងហើយគាត់បានឆ្លើយមកខ្ញុំថាអត់អីទេបងម៉ូតូខ្ញុំបានចាក់សោកម៉ូតូរួចហើយអញ្ចឹងណាបងប្អូនអ្នកគ្នាបងប្អូនហើយខ្វះអីហូបផ្លែបឌីបងប្អូនអ្នកគ្នាហើយចំពេលផ្លែបឌីពេលនោះគឺស្អុយទៀតបងប្អូនខ្ញុំសោចណាបងប្អូនអ្នកគ្នាតែខ្ញុំសូមនិយាយរឿងអាអូនម្នាក់នឹងពេលបន្តិចណាបងប្អូនអ្នកគ្នាអាអូនម្នាក់នឹងពេលនោះគាត់ឡើងបេះឲ្យខ្ញុំហ៊ានឡើងតែអាអូនម្នាក់នឹងហ៊ានឡើងឈោកបេះឲ្យខ្ញុំអត់ខ្លាចមកបលាទេខ្ញុំសុំសរសើររឿងអាអូនម្នាក់នឹងមែនអាអូនម្នាក់នឹងគឺល្អខ្លាំងណាស់បងប្អូនអើយនិយាយទៅបងប្អូនថ្ងៃនេះគឺខ្ញុំសុំមកនិយាយរឿងតចរិតអាអូនម្នាក់នឹងដែលថតជាមួយខ្ញុំអីចឹងណាបងប្អូនអ្នកនរគ្នាអាអូនម្នាក់នឹងតាំងពីជួបគាត់នៅលើភ្នំបល័យចុះពីលើភ្នំបល័យរហូតមកដល់វត្តភ្នំតូចចុះពីលើវត្តភ្នំតូចជិះម៉ូតូកន្លងចុះកន្លងឡើងអីចឹងទៅអាអូនម្នាក់នឹងអត់ចេះខូចខើទេ
អូនម្នាក់នឹងគឺសុភាពខ្លាំងណាស់ណាឃើញខ្ញុំលបងជំរាបសួរអីចឹងទៅលបងអៀនអីចឹងឯងអៀនហ្នឹងចឹងណាបងប្អូនអ្នកគ្នាជំរាបសួរហ្នឹងជំរាបសួរពេលខ្ញុំសុំគាត់រាប់អានខ្ញុំលូកដៃចាប់ដៃគ្នាអីចឹងទៅខ្ញុំថាជំរាបសួរបងទៅរាប់អានគ្នាជាលើកទី1អីចឹងណាចាប់ដៃគ្នាថតរូបជាមួយគ្នាអីចឹងទៅអូនម្នាក់ហ្នឹងខ្ញុំនិយាយទៅពីណាបានអូនម្នាក់ហ្នឹងគឺសំណាងលេខ1អត់ចេះបោកអត់ចេះធ្វើបាបអ្នកណាទេខ្ញុំបាននិយាយប្រាប់ទៅអូនម្នាក់ហ្នឹងអស់ហើយអូនម្នាក់ហ្នឹងបាននិយាយមកខ្ញុំអស់ថាមនុស្សខ្ញុំតាំងពីកើតមកមានតែគេបោកគាត់អត់ចេះបោកអ្នកណាទេអ្នកណាបានគាត់គឺសំណាងហើយប៉ុន្តែឥឡូវពេលនេះគឺយូរហើយបងប្អូនហើយតាំងពីខ្ញុំនៅធាត់មកឡើយបងប្អូនមើលរូបខ្ញុំនោះរូបខ្ញុំហើយនឹងឥឡូវខុសប្លែកអត់បងប្អូនអ្នកទាំងគ្នាប៉ុន្តែឥឡូវពេលនេះគឺខ្ញុំស្វែងរក Facebook គាត់ឃើញហើយបងប្អូនអ្នកទាំងគ្នាខ្ញុំនឹកគាត់មែនតើបងប្អូនខ្ញុំចង់តែហៅគាត់មកជួបខ្ញុំនៅភ្នំពេញហើយបងប្អូនអ្នកទាំងគ្នាខ្ញុំចង់ចេញលុយឲ្យគាត់ទៅញ៉ាំអីជាមួយគ្នាអីចឹងណាបងប្អូនអ្នកគ្នាសារមនុស្សគាត់គឺល្អជោគជ័យធ្វើបានអីចឹងទៅហើយពេលនោះបងប្អូនហើយគាត់បានឆ្លើយមកខ្ញុំថាចេះថាបងឯងស្រីទឹកអត់ចាំខ្ញុំចេញលុយទិញទឹកឲ្យចឹងទៅហើយខ្ញុំបានប្រាប់ថាអូនឯងទុកលុយទៅមិនបាច់ទេលុយបងមានអីចឹងណាបងប្អូនអ្នកគ្នាសុំនិយាយខុសៗខ្លះព្រោះសារនិយាយលឿនចឹងណាបងប្អូនអ្នកគ្នាហ្នឹងហើយបើសិនជាខ្ញុំនិយាយពីលវងបញ្ចប់នេះគាត់ឆ្លងដល់សុំខុសអីណាបងប្អូនអ្នកគ្នាហើយស្រាប់តែបងប្អូនឲ្យចេញពីដើមពធានាំគ្នាជិះម៉ូតូកន្លងវត្តភ្នំប្រុសនិយាយទៅបងប្អូនអ្នកនរគ្នាឆាកជីវិតរាត្រីលើកទី1ពេលនោះបងប្អូនអ្នកនរគ្នាបានជិះម៉ូតូជាមួយប្រាស្អាតអីចឹងទៅណាបងប្អូនអ្នកនរគ្នាហើយខ្ញុំសូមបញ្ជាក់ដល់ទៅមុខទៅក្រោយទៅដល់បងប្អូនអ្នកនរគ្នាដែរណាបងប្អូនអ្នកនរគ្នាគាត់ហើយនឹងខ្ញុំគឺមិនមែនជាអីនឹងគ្នាទេហើយមិនមែនជាសង្សារនឹងគ្នាទេគ្រាន់តែជាមិត្តនឹងគ្នាទើបរាប់អានជាមួយគ្នាថ្មីថ្មោងអីចឹងទៅបងប្អូនអ្នកនរគ្នាហើយខ្ញុំសូមបញ្ជាក់និយាយទៅដល់អូននឹងម្ដងទៀតណាបងប្អូនអ្នកនរគ្នាអូនម្នាក់នឹងឃើញទឹកមុខទឹកមាត់ចឹងកុំយកច្រឡំថាគាត់អ្នកមានគាត់មិនមែនកូនអ្នកមានទេបងប្អូនអ្នកទាំងគ្នាគាត់ជាកូនអ្នកស្រ័យដូចខ្ញុំដែរអញ្ចឹងណាបងប្អូនអ្នកទាំងគ្នាហើយពេលនោះគឺគាត់បានចំគោអញ្ចឹងទៅនិយាយទៅយូរហើយខ្ញុំមិនដឹងថាគាត់ចំគោឬមួយក៏ចំអីណាបងប្អូនអ្នកទាំងគ្នាព្រោះសារវាយូរហើយបងប្អូនអ្នកទាំងគ្នាខ្ញុំអត់សូវចាំវាភ្លេចអញ្ចឹងណាបងប្អូនអ្នកទាំងគ្នានាំគ្នាជិះកឡឹងវត្តភ្នំប្រុសចុះឡើងស្រាប់តែគាត់សួរខ្ញុំថាចេះថាផ្ទះបងឯងនៅណាហើយខ្ញុំបានប្រាប់គាត់ថាផ្ទះបងនៅចិត្តវត្តភ្នំប្រុសនឹងនៅគៀកនឹងនៅចិត្តផ្សារភ្នំវត្តភ្នំប្រុសអីចឹងណាហើយគាត់បានដប់ខ្ញុំទៅដល់ផ្ទះអីចឹងទៅហើយពេលនោះទៅដល់ផ្ទះខ្ញុំហើយបងប្អូនហើយគាត់បានឆ្លើយមកខ្ញុំថាអូផ្ទះបងឯងធំម្ល៉េះអីចឹងទៅហើយខ្ញុំបានអញ្ជើញគាត់ចូលលេងផ្ទះខ្ញុំអីចឹងទៅហើយគាត់បានឆ្លើយមកខ្ញុំថាចេះថាអត់អីទេបងព្រោះសារខ្ញុំប្រញាប់ទៅវិញអីចឹងណាហើយពេលនោះគឺខ្ញុំបានចាប់ដើមសំណោះខ្លួនឯងដើរលេងជាមួយគ្នាទើបស្គាល់គ្នាអីចឹងទៅវល់គ្នាចូលលេងផ្ទះខ្ញុំគឺគ្នាអត់ចូលអីចឹងគ្នាលវប្រញាប់ទៅវិញអីចឹងណាចាំលើក្រោយអីចឹងទៅបងប្អូនអ្នកខ្ញុំគិតពេលនោះអីចឹងណាបងប្អូនអ្នកគ្នាចង់មកលេងខ្ញុំដែរពេលនោះអញ្ចឹងព្រោះសារនៅឆ្ងាយពីគ្នាណាបងប្អូននៅផ្ទះគាត់គូឆ្ងាយមែនទេប្រហែលជានៅក្បងឃ្មុំយ៉ាងផ្ទះគាត់នឹងអូបងប្អូនអ្នកទាំងគ្នាសូមអត់ជាស្រ័យបងប្អូនខ្ញុំភ្លេចប្រាប់ទៅដល់បងប្អូនអ្នកទាំងគ្នារឿងមួយទៀតណាបងប្អូនអ្នកទាំងគ្នាហ្នឹងហើយបើសិនជាលឺរាទីនិយាយទៅដល់បងប្អូនអ្នកទាំងគ្នាហើយសូមកំកាត់អីណាបងប្អូនអ្នកទាំងគ្នាគឺថ្ងៃហ្នឹងគឺខ្ញុំមកនិយាយអំពីរឿង Facebook របស់គាត់ពេលនោះហើយអ្វីបានពេលនោះខ្ញុំបាន Facebook ពីគាត់ហើយអ្វីបាន Facebook គាត់ឲ្យមកខ្ញុំបានតាមកមើលរាទីដល់ចប់ទាំងអស់គ្នាណាបងប្អូនអ្នកទាំងគ្នាសប្តាហ៍រាទីដល់ចប់ទាំងអស់គ្នាកុំអស់ប្រឡងទេណាបងប្អូនអ្នកទាំងគ្នាហ្នឹងហើយពេលនោះគឺខ្ញុំបានចាប់ដៃគាត់ហើយខ្ញុំបានសួរគាត់ថាមានបងប្អូនប្រហែលអ្នកអីចឹងណាបងប្អូនអ្នកទាំងគ្នាហើយគាត់បានឆ្លើយមកខ្ញុំថាមានបងប្អូនប្រហែលអ្នកណាបងប្អូនអ្នកខ្ញុំភ្លេចហើយបងប្អូនសូមកំកាត់អីណាបងប្អូនអ្នកទាំងនេះថានិយាយប្រឡងនិយាយកាត់ត្រង់ណាបងប្អូនអ្នកទាំងនេះនិយាយអំពីរឿង Facebook របស់គាត់ហើយល្បីបានខ្ញុំបាន Facebook ពីគាត់បានអីចឹងណាបងប្អូនអ្នកទាំងគ្នាចោះពីលើភ្នំបល័យមកថតរូប selfie នៅលើវត្តភ្នំតូចខ្ញុំឡើងទៅដល់លើវត្តភ្នំតូចភ្លាមថតរូបបាន4-5រូបគឺខ្ញុំបានសួរគាត់ថា Facebook ឈ្មោះអីអីចឹងទៅលបងគាត់រត់សុំខ្ញុំតាបងប្អូនអ្នកទាំងគ្នាគាត់អត់ហ៊ានសុំខ្ញុំតោះតែខ្ញុំនិយាយថា Facebook ឈ្មោះអីអីចឹងទៅបានគាត់បង្ហាញ Facebook គាត់មកឲ្យខ្ញុំអីចឹងទៅហើយខ្ញុំបានថតចាប់យកទុកនៅក្នុងទូរស័ព្ទរបស់ខ្ញុំអីចឹងទៅមកដល់ផ្ទះភ្លាមគឺខ្ញុំចាប់ដើមវាយឈ្មោះគាត់អីចឹងទៅពេលនោះបងប្អូនអត់មានស៊ីវ៉ាទេបងប្អូនអើយនៅលើភ្នំបល័យហើយនៅលើវត្តភ្នំតូចអត់មានស៊ីវ៉ាទេបងប្អូនសូមអត់ជាស្រ័យបងចាប់ដើមពេលនោះលេងឆាតជាមួយគ្នាសើចជាមួយគ្នាសួរគ្នាហូបបាយនៅបានមកហូបអីគាត់ឆ្លើយមកខ្ញុំថាបងឯងបានមកហូបអីអីចឹងទៅឆ្លើយទៅគាត់មុនអីចឹងណាហើយខ្ញុំឆ្លើយទៅគាត់ថាពេលនោះគឺខ្ញុំជៀនត្រីអីចឹងទៅបងប្អូនអ្នកទាំងគ្នាហើយគាត់បានឆ្លើយមកខ្ញុំថាពេលនោះគឺគាត់បានឆាអីចឹងណាបងប្អូនអ្នកទាំងគ្នាជៀនឆាបងប្អូនអីតែគ្នាខុសប្លែកគ្នាអញ្ចឹងណាបងប្អូនអ្នកគ្នានិយាយលេងជាមួយគ្នាមិនដេចគេហៅថារាប់អានជាមួយគ្នាថ្មីថ្មោងជាមិត្តភក្តិនឹងគ្នាអញ្ចឹងណាបងប្អូនអ្នកគ្នាអូយពេលនោះសប្បាយចិត្តមែនតើបងប្អូនអ្នកគ្នាដែលខ្ញុំបានគាត់រាប់អានគ្នាជាមិត្តអញ្ចឹងណាបងប្អូនអ្នកគ្នានិយាយទៅសប្បាយចិត្តមែនតើណោះហើយរូបភាពដែលគាត់បានថតនៅក្នុងទូរស័ព្ទគាត់នឹងទូរស័ព្ទខ្ញុំដូចនិយាយទៅដល់បងប្អូនអ្នកគ្នាដែរអញ្ចឹងខ្ញុំថតប្រើអញ្ចឹងតោះតែខ្ញុំមកដល់ផ្ទះយប់ឡើងគាត់ផ្ញើមកឲ្យខ្ញុំអញ្ចឹងណាអរគុណច្រើនមានតែប៉ុណ្្នឹងអរគុណបាយបាយ
ហើយឥឡូវមិនដឹងយ៉ាងម៉េចយ៉ាងម៉ែទេបងប្អូនអ្នកទាំងគ្នាបែកគ្នាយូរតាំងពីពេលនោះមកដល់ឥឡូវបងប្អូនអ្នកទាំងគ្នាខានជួបគ្នាយូរអញ្ចឹងណាបងប្អូនអ្នកទាំងគ្នានឹកគាត់មែនតើមកបងប្អូនអ្នកទាំងគ្នាធ្លាប់ដើរលេងជាមួយគ្នាអញ្ចឹងណាបងប្អូនអ្នកគ្នាមិនដឹងថាគាត់ឥឡូវមានប្រពន្ធឬមួយក៏មានកូនហើយយ៉ាងមើលទៅបងប្អូនអ្នកទាំងគ្នាបែកយូរអញ្ចឹងណាហើយឥឡូវពេលនេះគឺខ្ញុំឃើញរូបភាពនេះគឺខ្ញុំនឹកឃើញការដើរលេងជាមួយគ្នាថតរូប selfie ជាមួយគ្នាពេលនោះអញ្ចឹងណាបងប្អូនអ្នកទាំងគ្នាហើយមកដល់ឥឡូវពេលនេះគឺមិនដឹងថាគាត់សុខសប្បាយឬមួយក៏អត់ទេអ្នកបងប្អូនអ្នកទាំងគ្នាបែកគ្នាយូរបងប្អូននេះខានជួបគ្នាយូរអញ្ចឹងណាបងប្អូនអ្នកទាំងគ្នាហើយមិនដឹងថាគាត់ធ្វើការនៅណាទេបងប្អូនអើយព្រោះសារខ្ញុំមិនដឹងអីចឹងណាបងប្អូនអ្នកទាំងគ្នា